សួស្តីបងប្អូនមកដល់ខ្មែរភ្លាមគឺថាមានរឿងត្រូវផ្សាយផ្លេតណាឥឡូវនេះកំពុងតែពេញបាទបណ្ដាញសង្គមឲ្យពាក់ព័ន្ធជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបាទលោកសក្តាបាទដែលជាមិត្តភក្តិជិតស្និទ្ធឬក៏មិត្តសំណប់ចិត្តរបស់ម្ចាស់ហាងបុកល្ហុងមួយនោះហ្នឹងហើយបងប្អូនស្គាល់ហើយមិនខ្ញុំនិយាយចេញឈ្មោះចំទេហើយឥឡូវនេះឃើញថាការបើកបាទអាយ៉ែឡានបាទបុករហូតដល់មានអ្នកបាត់បង់ជីវិតបាទកុមារីម្នាក់អាយុទៅតែ13ឆ្នាំបាទស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធមណាហើយឥឡូវនេះលទ្ធផលក៏ផលិតចេញឲ្យដែរគឺមានសារធាតុញៀននៅក្នុងខ្លួនទៀតអ្វីដែលខ្ញុំដាក់ជាចម្ងល់ធំនោះបងប្អូនចាំបានហើយការវគ្គមុនមិនមែនខ្ញុំទៅកាយអតីតកាលគេយកមកនិយាយទេប៉ុន្តែការលើកមុនបងប្អូនមានចាំទេគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្នាបនភឿនគេនោះក៏កើតឡើងនៅក្នុងវេលាម៉ោងផាក់ផែកដូចគ្នាដែរណាហើយពេលហ្នឹងគឺខ្ញុំបានលើកករណីទទូចឲ្យមានការពិនិត្យទឹកនោមមើលសារធាតុញៀនព្រោះគ្រោះថ្នាក់ហើយអ្នកបើកឡានភ្នែកកលេបកលាប់ដូចពួកជក់ថ្នាំកវីអញ្ចឹងណាតមករឿងហ្នឹងក៏ស្ងាត់ទៅឥឡូវនេះមកករណីដូចគ្នាគ្រោះថ្នាក់ម៉ោងផាក់ផែលគ្នារហូតដល់មានអ្នកស្លាប់បាត់បង់ជីវិតដល់ទៅពិនិត្យទៅមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនណាចឹងសួរថាតើអ្នកឯងយកស្អីមកសងជីវិតគេហើយហាមណាខ្ញុំនិយាយឲ្យហាមណាធ្វើរឿងប៉ុណ្្នឹងហើយស្រាប់តែបន្ទាប់មកត្រូវផុសអីណារូបភាពវីដេអូធ្វើជំនួយសប្បុរសធម៌អីណាធ្វើល្អបានអាចអីកុំប្រើពាក្យនឹងតទៅទៀតនិយាយគ្នាហើយខ្ញុំសង្ឃឹមជឿជាក់ 100% ថាកម្លាំងមានសមត្ថកិច្ចនឹងធ្វើការរឿងនេះប្រកបទៅដោយយុត្តិធម៌បំផុតព្រោះទី1មានសារធាតុញៀនទី2បាត់បុកគេទាំងបំពេញទាំងដែលដេកលក់នៅកណ្ដាលផ្លូវអាជ្ញាធរអាវុធហັບទៅអន្តរាគមន៍ហើយក៏មិនឈប់ទៅបុកថយឡានគេផងអស់ពីថយឡានគេអាយ៉ែទៅបុកម៉ូតូគេដែរធ្វើដំណើរលើផ្លូវនោះដែលគ្នាអត់ដឹងរឿងទេមានទាំងអ្នករបួសឥឡូវនេះមានតែអ្នកស្លាប់បាត់បង់ជីវិតទៀតណាអញ្ចឹងខ្ញុំទទូចបើអាចទេគួរតែហៅទាំងក្រុមគាត់មកពិនិត្យតេស្តទំនោរមើលសារថ្មីតើអាចប្រព្រឹត្តនៃការខ្សែព្រឹងញៀនជុំគ្នាដែរឬក៏យ៉ាងម៉េចព្រោះយើងធ្វើនេះមិនមែនលក្ខណៈគេដួលឲ្យទៅតាមជន់គេទេប៉ុន្តែបង្ការកុំឲ្យមានបញ្ហាទាំងអស់នេះតទៅទៀតទៅរងគ្រោះមហាជនដែលគ្នាអត់ដឹងអីដែលធ្វើដំណើរតាមដងផ្លូវនេះសួរថាជីវិតគេមួយដែលស្លាប់បាត់តែឯងយកស្អីមកសងណាមិនមែនអត់ល្ងួយឯសារប្រឹងធ្វើការមិនមែនអីទេខ្ញុំមើលសភាពនេះគឺអត់ល្ងួយដោយសារតែប្រើថ្នាំហើយអាចថាវាដើរលេងវាចូលក្លឹបវាចូលបាអាម៉ោងហ្នឹងម៉ោងវាមិនតន់អត់ស្វាងងួយភ្នែកយើងវិញវាន់អស់ទៅមានស្អីទៀតមនុស្សលែងដឹងខុសដឹងត្រូវអស់ហើយហ្នឹងណាបងប្អូនអញ្ចឹងខ្ញុំករណីនេះខ្ញុំសង្ឃឹមថាជននេះនឹងគេចមិនផុតពីសំណាញ់ច្បាប់មិនមែនបងបុកគេឲ្យបងលុយសងគេទាំង$1000ឲ្យរួចខ្លួនទេអត់ទេណាខ្ញុំនឹងមហាជនតាមបានករណីនេះជនដែលប្រព្រឹត្តបុកគេឲ្យទាំងខ្លួនឯងមានសារធាតុញៀននេះគឺត្រូវតែទទួលទោសតាមផ្លូវច្បាប់ដោយគេចមិនរួចតែម្ដងបាទអរគុណហើយមកដល់ផ្ទះបងអូនស្រីដែលត្រូវបានលោកសក្តាដៃគូដៃកង់លោកពេជ្របៃឌីបុកស្លាប់កាលពីពេលថ្ងៃមិញណាហើយឃើញថាសង្វេគមែនតើគ្រួសារសាច់ញាតិគាត់កំពុងតែអង្គុយស្ដាយស្រណោះសោកសង្រេងនៅឯមុខផ្ទះជិតនឹងសាកសពគាត់ផ្ទាល់តែម្ដងហើយខ្ញុំក៏សរសើរនៅទង្វើល្អរបស់លោកសក្តាកាលពីពេលកន្លងមកក៏ប៉ុន្តែខ្ញុំសូមចិត្តម្យ៉ាងសូមកុំយករឿងល្អរបស់លោកមកធ្វើការបិទបាំងនិងលុបលាងនៅរឿងដែលលោកធ្វើខុសគឺខុសត្រូវគឺត្រូវយក9នេះគឺច្បាស់តែម្ដងបើលោកបែកបើលោកងាងមិនក៏មិនសង្ងំនៅផ្ទះទៅចាំបាច់មកធ្វើបែកបើកឡានពេញផ្លូវបង្កគ្រោះថ្នាក់ដល់គេធ្វើអីកាលពីឆ្នាំណាលោកបានធ្វើការខមមិននៅឃ្លោភ្លាមួយសូមបងប្អូនប្រិមិត្តទស្សនាមើលបាទនេះលោកឯងខមមិនអញ្ចឹងឥឡូវហ្នឹងជួបលោកឯងផ្ទាល់តើលោកឯងមានអារម្មណ៍បែបណាខ្ញុំតែងតែលើកឡើងថាប្រសិនបើយើងគ្រប់គ្រងស្មារតីខ្លួនឯងមិនបានអារម្មណ៍ខ្លួនឯងមិនកើតសូមកុំចេញពីផ្ទះបើកបរអីវាហានិភ័យនឹងគ្រោះថ្នាក់ណាស់បាទឥឡូវនេះលោកបានបង្កគ្រោះថ្នាក់ដល់គេហើយរឿងរ៉ាវកំពុងឡើយគ្រាន់តែជារឿងទូចមួយទេបែរជាលោកមិនដោះស្រាយបែរជាព្យាយាមបើករថយន្តរត់គេចសូមជួនដំណឹងប្លែកដែលគេសាមីវែងស្រេងគេលក់តពោបានប្រាក់តើបងមើលចឹងហែងដែលហែកក្តិនឲ្យគេហ្នឹងហ្នឹងប្រាក់អត់សងសាងហែងគេឲ្យមករៀលអត់ហើយស្អីទីស្រោមិនគេទៀតអូយមិនមីត្រូវគ្រឿបហើយតាំងណាលេងបានអញចេះបានទេអូចាថាគាត់ចឹងអត់មានពាក្យអាសាឯងមកយ៉ាងនេះអីគូម៉ែឆាតមកទិញតែឯងនិយាយសិតតែវាយបានយូរអេក៏ហ៊ានចេះសោបានចេះសេះសោប៉ុណ្ណឹងដែរអត់មានជីវិតធម៌ណាចុយមនុស្សផងមកនិយាយអញ្ចឹងគេលក់តែមែនទេ
យើងចេះប្រើភាសាយើងកុំនិយាយពាក្យវាយវាយចឹងនៅមួយគ្នាចឹងទៅឬក៏ល្អអានរត់ហ្នឹងបាទអានរត់ហ្នឹងគាត់សួរថាអូយពេលខ្លះតតបរៀនគ្រប់គ្រឿងមែនណាអ្នកខ្លះបើអ្នកខ្លះគេមានជីវធម៌ក្នុងខ្លួននិយាយទៅដូចខ្ញុំអាសានិយាយហ្នឹងថាអ្នកខ្លះគាត់ចង់ឲ្យយើងឃើញមុខផងគាត់ដាក់ account ខ្លាំងៗមកទិញយើងមកនឹងគេបារម្ភដែលគេធំត្រូវចាបើខ្លះអត់មានជីវធម៌ខ្លួននេះមកនិយាយសិតតែវាយពួកអាចនិយាយរឿងវាយចឹងមិនដែរទិញទេអត់ជីវធម៌ អូយឈឺក្បាលណាស់ និស័យតែកាលណាស្រឡាញ់យើងខ្លាំងណាគឺងយើងច្រើនណៃ អាស្ទីលហ្នឹងអញត្រាប់អញវាយពី3នាក់ឯង មួយថ្ងៃងម្លៀដងមួយថ្ងៃខឹងមកគាត់ដងហោរឿងអត់ទិសតបន់ទេបាត់មិនបានទេចាដោយសារតែស្រឡាញ់បាញ់ខ្លាំងជាសាធារណៈមនុស្សស្រីគឺបែបហ្នឹងមនុស្សស្រីតាស្រឡាញ់គឺហួងហែងស្រឡាញ់គឺតាមស្រឡាញ់គឺហោរឿងងបាញ់រហូតហ្មងតែបើសិនជាគាត់អត់ស្រឡាញ់ណាបាញ់ធ្វើអីធ្វើគាត់អត់ខ្វល់ទេរឹងរកលឈើចឹងអានេះមានគេអត់ស្រឡាញ់យើងចឹងមក អូចាប់អត់ចាប់អត់ហើយ គឺសង្សារបងឯងហោរឿងបាញ់ច្រើនងបាញ់ច្រើនមានថាគាត់ស្រឡាញ់បាញ់ខ្លាំងហើយអញ្ចឹងបាញ់អូខេតាមលួងគាត់ទៅលួងតិចមួយម៉ាត់ពីរម៉ាត់ទៅមនុស្សស្រីមានអីបាក់លួងទេបងព្រោះមានខឹងអីទេគាត់ចង់ឲ្យបាញ់លួងតែប៉ុណ្្នឹងទេពូឲ្យមេបាយ អ្នកទាំងអស់គ្នាបាយនៅនេះអូពងបាយនេះពងបាយនៅនេះខ្ញុំពងហូបបាយនេះមកបាយទាំងអស់គ្នា ស៊ីបាយក្បាលឲ្យលឺសំឡេងចឹងអាប្រកាច់ ទៅ2ខែទៀតបិណ្ឌបាត់ហើយខ្ញុំចង់ដាក់បទចម្រៀងមួយបទមួយចំណងជើងថា ច្រៀងបាត់អីព្រមប្រាប់គេទេអត់ យប់នេះសូត្រមន្តបើស្ងួនទំនេរទៅនឹងវិតទៅវិតមានស្រាប់ហិតយើងថឹកពីនឹងហើយសន្យាមិនធ្វើអីបើអូនចង់ទៅ5ម៉ោង គ្មានយោបល់អីទេបើគាត់ថាឲ្យយោបល់មួយតែយកល្អតាក់តងទៅពើឈួត អុកណោកប៉ុណ្ណាអុកណោកប៉ុណ្ណាក្រត់ ទៀតឯងអញហើយចាំបានផ្ទះបាញ់អត់ត្រូវមែន គាត់តែវីយូគាត់រាប់អឹម2អឹមជាងបាទស្រីក្មេងស្រីចំទើគឺគាត់ឲ្យតែថតជាមួយគាត់ដាក់អុកណោកប៉ុណ្ណាអុកណោកប៉ុណ្ណានេះគេហៅថាមនុស្សចាស់ពីលហើយចុះមិនក៏មិនយកបត់អនិច្ចាសិលធម៌និយមអង្វរគួរឲ្យអនិច្ចាសិលធម៌អីបត់អ្វីដែលពាក់ព័ន្ធនឹងសិលធម៌ល្អយកមកដាក់ទៅអត់ទេអុកណោកបណ្ណាឲ្យចំណាស់នឹងហើយស្មើតែលុបវីដេអូរួចខ្លួនមែននៅតែខ្ញុំចេញវាយបហាហ្នឹងបាទដើម្បីឲ្យអ្នកក្រោយទៀតដឹងថាអូតែលេងបត់ហ្នឹងទៅដាក់បត់បន្សំព្រមទៅគេវាយបហាអញខ្មាស់គេអញ្ចឹងវារៀងមនុស្សវារៀងចេះដឹងខ្លះបើមិនវាយបហាគឺចេញមកពីលអញ្ចឹងទៀតបាទឃើញទេអ្នកចេះដឹងបណ្ណាក៏ដោយតែបដោតទៅអារឿងអុកណោកហ្នឹងគឺមានធ្វើអីទាំងអស់ឃើញសូម្បីតែដុកទ័រច្បាច់ដោះច្បាច់អីគេនោះឃើញទេដោយសារអីដោយសារតែសិលធម៌យើងអត់យកមកគ្រប់គ្រងក្នុងខ្លួនអញ្ចឹងខ្ញុំហៅចាស់ពីលដល់ពេលអ្នកមើលឃើញខ្ញុំអញ្ចឹងគេថាហេតុអីបានជាហៅគាត់ចាស់ពីលបងរៀនក្មេងឲ្យហៅចាស់ពីលចាស់ណាដោយមិនដឹងតួនាទីចាស់មិនគោរពសិលធម៌បាទដើរទៅផ្លូវអាក្រក់អាហ្នឹងគេលែងហ៊ានអូតែអញធ្វើអំពើអត់ល្អឬមួយក៏ យកអីមកលេងដែលមិនសមរម្យគេហៅពីលគេលែងហ៊ានអញ្ចឹងវាយមួយផ្អើលដល់ បាទរឿងផ្លៃផ្លៃសិនមកចាប់រកមកឆ្លងទៅសួយបតាកាន់តែបើទៅប៉ុណ្ណាអូយឈឺក្បាលណាស់